សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានរឿងនិទានមួយជារឿងពិតចង់ចែកជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងផ្ទះសំណាក់មួយនៅខេត្តបាត់ដំបងវាជារឿងពិតដែលខ្ញុំជួបផ្ទាល់តែម្ដងកំឡុងពេលខ្ញុំចុះបេសកកម្មការងារនៅតាមខេត្តរឿងនេះគឺចង់បង្ហាញអំពីផ្ទះសំណាក់មួយនៅក្នុងខេត្តបាត់ដំបងខ្ញុំសូមអត់បញ្ចេញឈ្មោះទេព្រោះអាចមានផលប៉ះពាល់អញ្ចឹងអាចជម្រាបបងប្អូនបាននៅក្នុងខេត្តបាត់ដំបងតោះបងប្អូនកុំឲ្យខាតពេលបងប្អូនយូរទៅស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំសូមហៅខ្លួនឯងថាខ្ញុំធម្មតាចុះហើយមិត្តភ័ក្តិរបស់ខ្ញុំសូមហៅអេទៅចុះខ្ញុំនិងអេបានចាកចេញពីទីក្រុងភ្នំពេញដោយពួកយើងទាំងពីរមានបេសកកម្មរួមគ្នាដោយសារតែការងារនេះគឺបន្ទាន់ពេកពួកឲ្យយើងមិនបានរៀបចំអ្វីៗទុកមុនទេដូចជាផ្ទះសំណាក់សំបីតឡានជិះទៅហ្នឹងក៏យើងមិនបានរៀបចំទុកមុនកក់សម្បត្តិអីដែរគឺយើងត្រូវរៀបចំទៅភ្លាមតែម្ដងសំបីតែសម្បត្តិឡានហ្នឹងក៏យើងមិនបានរៀបចំមិនទាន់ដែរគឺតម្រូវយើងទិញភ្លាមដើម្បីចេញដំណើរថ្ងៃស្អែកលុះដល់ថ្ងៃស្អែកព្រឹកព្រលឹមស្រាងខ្ញុំនិងអេបានជិះ pass up ជាមួយដើម្បីឡើងឡានឈ្នួលបន្តទៅខេត្តបាត់ដំបងដើម្បីបំពេញបេសកកម្មនៅលើឡានយើងក៏បានជជែកគ្នាពីនេះពីនោះដើម្បីស្វែងរក concept នៅក្នុងការធ្វើការបែបណាម៉ោងប្រហែល 1 កន្លះយើងក៏បានដល់ខេត្តបាត់ដំបងហើយអ្វីដែលយើងចុះពីលើឡានភ្លាមនោះគឺយើងព្យាយាមទាញទូរស័ព្ទឆែករកទីតាំងផ្ទះសំណាក់ឬក៏អូតែលផ្សេងដើម្បីធ្វើការស្នាក់នៅពីព្រោះយើងអត់បាន booking ឬក៏យើងធ្វើការទំនាក់ទំនងមកមុនទេព្រោះជាការងារបន្ទាន់ពេកដែលពេលនោះអេបានឲ្យខ្ញុំមើលផ្ទះសំណាក់មួយកន្លែងដែលមើលពីក្រៅទៅស្អាតខ្លាំងមែនតើហើយខ្ញុំនិងអេក៏សម្រេចចិត្តថាយប់នេះពួកយើងនឹងស្នាក់នៅទីកន្លែងអូតែលនេះតែម្ដងយើងបានរៀបចំអីវ៉ាន់ចេញទៅអូតែលនេះចេញពីកន្លែងឡានប្រហែលជាម៉ោង 1 កន្លះជិះតែបន្តិចគឺដល់អូតែលតែម្ដងគឺចិត្តល្អមែនតើហើយតម្លៃបន្ទប់ទីនោះក៏ធូរថ្លៃមែនតើធូរមិនធម្មតាហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺខ្ញុំនិងអេបានកក់ពីបន្ទប់ប៉ុន្តែត្រូវបានគេបដិសេធដោយសារតែបន្ទប់ក្រែមួយគឺអស់បាត់ទៅហើយអញ្ចឹងតម្រូវឲ្យខ្ញុំហើយនឹងអេនឹងត្រូវកក់ពីបន្ទប់ដែលមានក្រែ2ប៉ុន្តែរឿងដែលចម្លែកនោះគឺបន្ទប់ក្រែ2នេះគឺគេគិតលុយដូចក្រែមួយធម្មតាមានន័យថាគេអត់គិតតម្លៃក្រែ2ទេគឺគេគិតតម្លៃក្រែមួយតែប៉ុណ្ណោះខ្ញុំនិងអេក៏មិនគិតច្រើនដែរព្រោះគិតថាប្រហែលជាគេសល់បន្ទប់ឲ្យមកទៅហើយមួយវិញទៀតប្រហែលជាគេមិនចង់ឲ្យយើងដើរចេញពីផ្ទះសំណាក់របស់គេទើបគេសម្រេចចិត្តជួលឲ្យយើងសម្រាកនៅក្នុងមួយយប់នៅពេលនោះហើយពេលនោះក៏មានបុគ្គលិកខាងផ្ទះសំណាក់ហ្នឹងគេបានជូនពួកយើងឡើងទៅបន្ទប់តែម្ដងហើយបន្ទប់ដែលខ្ញុំចូលដំបូងនោះគឺជាបន្ទប់លេខ214ជាបន្ទប់មួយដែលជាប់នឹងមាត់ជណ្ដើរតែម្ដងដើរទៅគឺដល់បន្ទប់នេះតែម្ដងហើយសម្រាប់បន្ទប់របស់ A គឺជាបន្ទប់224ដែលដើរហួសបន្តិចខ្ញុំមិនគិតយូរខ្ញុំក៏យកអីវ៉ាន់ដែលច្រើនរបស់ខ្ញុំនឹងចូលទៅក្នុងបន្ទប់214ដែលជាបន្ទប់របស់ខ្ញុំតែម្ដងខ្ញុំរៀបនឹងផ្លាស់សម្លៀកបំពាក់ទាំងមួយទឹកហើយប៉ុន្តែពេលនោះស្រាប់តែមានសម្លេងគោះទ្វារតុក2ទៅ3ដងហើយខ្ញុំក៏រត់ទៅបើកទ្វារព្រោះចង់ដឹងថាតើអ្នកណាមកគោះទ្វារពេលនោះខ្ញុំក៏ឃើញអេជាមួយនឹងបុគ្គលិកផ្ទះសំណាក់ឈរនៅពីមុខបន្ទប់ខ្ញុំតែម្ដងហើយពេលនោះអេក៏ប្រាប់ខ្ញុំថាសុំខ្ញុំមានការហាក់ឆ្ងល់ក្នុងចិត្តដែរប៉ុន្តែមិនអាចសួរអ្វីបានទេពីព្រោះអេប្រាប់ថាបន្ទប់នោះមិនមានពន្លឺអញ្ចឹងហើយធ្វើឲ្យខ្ញុំមិនសូវមានការគិតច្រើនទេព្រោះគិតថាអេប្រហែលជាមិនចូលចិត្តភាពងងឹតហើយខ្ញុំក៏សម្រេចចិត្តដូរបន្ទប់ជាមួយនឹងអេពេលនោះទៅពេលដែលខ្ញុំចូលដល់បន្ទប់224នោះដែលជាអតីតបន្ទប់របស់អេខ្ញុំចូលទៅគឺមានអារម្មណ៍ថាធម្មតាទេមិនទាន់មានបញ្ហាអ្វីកើតឡើងទេខ្ញុំបានរៀបចំអីវ៉ាន់យ៉ាងស្អាតទុកដាក់ឲ្យមានរបៀបរៀបរយក៏ដូចជាសាកថ្មទូរស័ព្ទឲ្យហើយខ្ញុំក៏បានសម្រាកលេងបន្តិចពេលនោះខ្ញុំក៏បានបើកម៉ាស៊ីនត្រជាក់ហើយម៉ាស៊ីនត្រជាក់រៀងត្រជាក់មែនតើខ្ញុំក៏បានទាញយកភួយមកដណ្ដប់ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺភួយដែលខ្ញុំដណ្ដប់គឺស្ដើងមែនតើស្ដើងខ្លាំងមែនទែនហើយវាមិនមែនជាភួយដែលយើងដណ្ដប់ទូទៅទេវាប្រៀបបីដូចជាក្រណាត់គ្របសពអញ្ចឹងពេលនោះខ្ញុំគាត់តែកាន់ភួយនឹងភ្លាមខ្ញុំទទួលបានអារម្មណ៍មួយនេះភ្លាមតែម្ដងហើយអារម្មណ៍មួយនេះគឺធ្វើឲ្យខ្ញុំព្រឺឆ្អឹងខ្នងខ្លាំងមែនទែន
ពីព្រោះខ្ញុំធ្លាប់គេងផ្ទះសំណាក់សន្តាគារផ្សេងៗច្រើនមែនទែនខ្ញុំមិនដែលឃើញផ្ទះសំណាក់ឬក៏សន្តាគារណាដាក់ភួយស្ដើងបែបនេះនោះទេហើយភួយនេះគឺស្ដើងខ្លាំងមែនទែនសំខាន់ពណ៌សហើយស្ដើងដូចក្រណាត់សអញ្ចឹងនិយាយទៅក្រណាត់គ្រប់ខ្មោចបែបណាភួយនេះគឺបែបនេះតែម្ដងបងប៉ុន្តែខ្ញុំក៏មិនទាន់គិតច្រើនអីណាស់ណាដែរគ្រាន់តែខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយខ្ញុំក៏រៀបចំមួយទឹកដើម្បីត្រៀមខ្លួនធ្វើការចុះបេសកកម្មភ្លាមតែម្ដងបន្ទាប់ពីខ្ញុំងូតទឹករួចរាល់ហើយខ្ញុំក៏បានរៀបចំសម្ភារៈផ្សេងៗដើម្បីចុះទៅធ្វើបេសកកម្មខ្ញុំតែម្ដងហើយបន្ទាប់ពីបញ្ចប់បេសកកម្មទី1នេះហើយខ្ញុំនិងអេក៏បាននាំគ្នាទៅញ៉ាំអាហារពេលល្ងាចមុននឹងយើងមកអតែលវិញលុះពេលមកដល់សន្តាគារវិញខ្ញុំនិងអេក៏បានចែកផ្លូវគ្នារៀងៗខ្លួនដោយអេទៅបន្ទប់អេហើយខ្ញុំមកបន្ទប់ខ្ញុំផ្ទាល់ពេលនោះខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងណាស់ពីព្រោះខ្ញុំស្រមៃដល់ភួយដែលខ្ញុំបាន10ថ្ងៃមិញហើយខ្ញុំក៏ចូលទៅក្នុងបន្ទប់នឹងទាំងមានអារម្មណ៍ថាអល់ឯកមែនតើខ្ញុំមានអារម្មណ៍ថាមិនស្រួលតាំងពេលដែលខ្ញុំចូលបន្ទប់នឹងមកម្លេះប៉ុន្តែវាមិនមានជំរើសអីផ្សេងទេពីព្រោះយើងបានបង់លុយគេរួចរាល់ទៅហើយដើម្បីស្នាក់នៅបន្ទប់មួយនេះរយៈពេល1យប់ពេលចូលទៅដល់បន្ទប់ភ្លាមខ្ញុំក៏ទាញកុំព្យូទ័រដើម្បីធ្វើការ copy ឯកសារផ្សេងៗនិងរៀបចំឯកសារផ្សេងៗដែលយើងបានធ្វើការនៅក្នុងថ្ងៃនេះតែម្ដងពេលនោះគូដណ្ដឹងរបស់ខ្ញុំនាងក៏បាន call មកខ្ញុំភ្លាមតែម្ដងពួកយើងក៏បានជជែកគ្នាលេងជាច្រើនពាក់ព័ន្ធជាមួយនឹងការងារពាក់ព័ន្ធជាមួយនឹងការមកដល់បាត់ដំបងនេះស្រាប់តែពេលនោះខ្ញុំទាញភួយយកមករំដោះពេលនោះនាងក៏បានសួរខ្ញុំថាបងភួយបងមិនចឹងមិនក៏ស្ដាយភួយបងដូចកណាត់គ្រប់អញ្ចឹងខ្ញុំគ្រាន់តែលឺនាងនិយាយបែបនោះភ្លាមខ្ញុំព្រឺឆ្អឹងខ្នងខ្លាំងមែនទែនពីព្រោះអ្វីដែលនាងឃើញជាមួយនឹងអ្វីដែលខ្ញុំឃើញគឺយើងទទួលបានអារម្មណ៍តែមួយគឺអារម្មណ៍ប្រៀបបីដូចជាក្រណាត់គ្រប់ខ្មោចអញ្ចឹងគឺខ្ញុំព្រឺឆ្អឹងខ្នងបាសរោមតែម្ដងបងប្អូនពេលនោះខ្ញុំប្រាប់នាងថាកុំឲ្យមាត់កុំនិយាយរឿងនេះតទៅទៀតហើយមិនយូរប៉ុន្មានយើងក៏បានបញ្ចប់ការសន្ទនាគ្នាហើយខ្ញុំក៏ទៅងូតទឹកដើម្បីត្រៀមខ្លួនសម្រាប់ធ្វើការថ្ងៃស្អែកបន្តទៀតពេលដែលខ្ញុំងូតទឹកឲ្យហើយខ្ញុំក៏បានរៀបចំសម្រាប់ប៉ុន្តែអ្វីដែលចម្លែកនោះគឺរយៈពេលពេញមួយយប់នេះគឺខ្ញុំគេងមិនលក់ទេខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ងងុយគេងខ្ញុំគេងអត់លក់តែម្ដងបងប្អូនខ្ញុំក៏បានទាញទូរស័ព្ទមកលេងហ្គេមជាធម្មតាដើម្បីឲ្យខ្លួនឯងគេងលក់បន្ទាប់ពីលេងហ្គេមខ្ញុំក៏ស្ដាប់តន្ត្រីស្ដាប់ចម្រៀងស្ដាប់ធម៌ទេសនាផ្សេងៗដើម្បីឲ្យខ្លួនឯងឆាប់គេងលក់ប៉ុន្តែខ្ញុំមិនអាចគេងលក់បានទេខ្ញុំមិនដឹងថាហេតុអ្វីបានខ្ញុំមិនគេងមិនលក់ទាំងដែលខ្ញុំធ្វើដំណើរហត់ហើយខ្ញុំបានធ្វើការអស់កម្លាំងទៀតផងអាចថាមកពីអារម្មណ៍ភ័យខ្លាចឬក៏យ៉ាងណាក៏ខ្ញុំមិនដឹងដែរហើយពេលនោះខ្ញុំក៏មានអារម្មណ៍ថាព្រឺមែនតើខ្ញុំងាកឆ្វេងងាកស្ដាំរហូតប៉ុន្តែមិនមានអ្វីតតែសោះបន្ទប់នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងមែនតើខ្ញុំគេងមិនលក់រហូតដល់ម៉ោង12ជិតម៉ោង1ពេលនោះភ្នែករបស់ខ្ញុំក៏ចាប់ផ្ដើមទន់ហើយខ្ញុំក៏សំងំគេងទាំងដែលទូរស័ព្ទរបស់ខ្ញុំកំពុងតែដាក់ស្ដាប់រឿងនិទានសំឡេងរឿងនិទានរងំធ្វើឲ្យខ្ញុំគេងរលាវរៀបនឹងគេងលក់ទៅហើយស្រាប់តែពេលនោះរាងកាយទាំងមូលរបស់ខ្ញុំគឺកំរើកមិនរួចទេបងប្អូនទាំងដៃទាំងជើងទាំងខ្លួនទាំងក្បាលខ្ញុំកម្រើកខ្លួនឯងមិនរួចទៅសោះប៉ុន្តែខ្ញុំបានមើលឃើញខ្លួនឯងថាខ្លួនឯងនឹងបានព្យាយាមលើកដៃខ្លាំងមែនទែនប៉ុន្តែខ្ញុំមិនអាចលើកដៃខ្លួនឯងបាននោះទេហើយអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងជាងនោះទៀតនោះគឺខ្ញុំបានលើសំឡេងជុចទឹកពីបន្ទប់ទឹកមកសូមបញ្ជាក់បងប្អូនបន្តិចគឺខ្ញុំដេកអត់បិទភ្លើងទេបងប្អូនគឺខ្ញុំបើកភ្លើងបន្ទប់ទឹកក៏ដូចជាបើកភ្លើងនៅក្នុងបន្ទប់ឲ្យភ្លឺតែម្ដងកាត់ចូលមកដល់ខ្ញុំវិញបន្ទាប់ពីខ្ញុំលើសំឡេងចាក់ទឹកម្ដងហើយខ្ញុំក៏ព្យាយាមបរើបង្រាស់ដៃហើយខ្ញុំក៏បានស្រែកខ្លាំងមែនតើស្រែកដើម្បីឲ្យលាន់សំឡេងទៅខាងក្រៅហើយសំឡេងដែលខ្ញុំស្រែកនោះគឺមានអារម្មណ៍ថាវាអត់បានលឺទៅដល់អ្នកណាគេដែលនៅជិតបន្ទប់ខ្ញុំទេបងប្អូនគឺមានអារម្មណ៍ថាវាត្រូវបានគេគ្របសង្កត់ឲ្យលឺតែខ្លួនខ្ញុំតែម្នាក់គត់តែប៉ុណ្ណោះខ្ញុំព្យាយាមរើបង្រាស់ដៃរើបង្រាស់ជើងហើយធ្ងន់ធ្ងរម្នាក់ឯងជាច្រើនប៉ុន្តែនៅតែមិនអាចកម្រើកខ្លួនឯងបានហើយពេលនោះខ្ញុំក៏បានលើសំឡេងទឹកជាលើកទី2លើកនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លាចខ្លាំងមែនតើស្រាប់តែពេលនោះមានដៃខ្មៅគូ
បានចាប់ស្មាខ្ញុំជាប់ហើយសង្កត់មិនឲ្យខ្ញុំងើបទេពេលនោះខ្ញុំព្យាយាមខ្លាំងមែនទែនដើម្បីងើបខ្លួនឯងព្យាយាមដោះខ្លួនឯងចេញពីការសង្កត់របស់អមនុស្សមួយនោះហើយព្យាយាមខ្លាំងមែនទែននៅតែមិនអាចហើយពេលនោះភួយដែលខ្ញុំបានឃ្លុំនោះវាក៏បានរបើកចេញពីក្បាលរបស់ខ្ញុំម្ដងបន្តិចស្រាប់តែពេលនោះខ្ញុំបានឃើញរីម្នាក់មុខឡើងខ្មៅភ្នែកយ៉ាងធំសម្លឹងរបស់ខ្ញុំទល់មុខគ្នាតែម្ដងបងប្អូនគ្រាន់តែថាក្បាលគេនៅបញ្ច្រាស់ជាមួយនឹងក្បាលខ្ញុំហើយដៃទាំងគូរបស់គេបានច្រត់ពីលើស្មារបស់ខ្ញុំតែម្ដងអារម្មណ៍ពេលនោះបងប្អូនគឺខ្ញុំគាំងខ្លាំងមែនទែនចង់ស្រែកក៏ស្រែកមិនរួចចង់បិទភ្នែកក៏បិទមិនកើតគឺមុខរបស់គេនឹងស្ទើរតែប៉ះមុខរបស់ខ្ញុំបាត់ទៅហើយបងប្អូនអើយហើយអ្វីដែលខ្ញុំអាចនឹកឃើញនោះគឺគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណម្ដាយគុណឪពុកខ្ញុំគ្រាន់តែរំលឹកគុណទាំង5នេះហើយស្រាប់តែវិញ្ញាណខ្មោចស្រីនោះក៏បានរលាយបាត់ទៅខ្ញុំក៏មានអារម្មណ៍ថាស្រាលខ្លួនមែនទែនហើយខ្ញុំក៏ស្ទុះងើបមកភ្លាមហើយមានអារម្មណ៍ថាភ័យខ្លាំងមែនទែនពីព្រោះអ្វីដែលខ្ញុំបានឃើញនេះគឺខ្ញុំច្បាស់ 100% នៅក្នុងចិត្តថាវាមិនមែនជាការយល់សប្តិទេប៉ុន្តែវាគឺជារឿងពិតតែម្ដងហើយឃើញស្រស់តែម្ដងគឺនារីមុខខ្មៅដៃខ្មៅភ្នែកធំដែលយកមុខនាងនឹងស្ទើរតែមកដល់មុខខ្ញុំទៅហើយខ្ញុំក៏បានស្ទុះងើបមកភ្លាមបន្ទាប់ពីខ្ញុំបានងើបហើយបងប្អូនខ្ញុំក៏បានទាញទូរស័ព្ទមកមើលម៉ោងពេលនោះម៉ោងទៅតែ 1:15 នាទីតែប៉ុណ្ណោះអញ្ចឹងមានន័យថាខ្ញុំបានគេងត្រឹមតែរយៈពេលកន្លះម៉ោងទេបងប្អូនហើយកន្លះម៉ោងនេះគឺជាកន្លះម៉ោងដែលគេបានធ្វើបាបខ្ញុំខ្លាំងមែនទែនរយៈពេលចាប់ពីម៉ោង 1:15 នាទីរហូតទៅដល់ម៉ោង 5 ភ្លឺគឺខ្ញុំលែងគេងហើយបងប្អូនគឺខ្ញុំបើកភ្នែកបឆោចោលរហូតពីព្រោះខ្ញុំខ្លាចគេមកធ្វើបាបខ្ញុំម្ដងទៀតខ្ញុំក៏ទាញទូរស័ព្ទមកលេងហ្គេមមកលេងពីនេះពីនោះហើយបងប្អូនប្រហែលជាឆ្ងល់ហេតុអីបងមករត់ចេញក្រៅបន្ទប់ទៅហេតុអីក៏នៅក្នុងបន្ទប់ទៀតចង់បញ្ជាក់ជូនបងប្អូនថាដោយសារតែខ្ញុំមកនេះគឺខ្ញុំមកនាមបេសកកម្មអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំទៅរត់ទៅខាងណាទេរត់ទៅសុំជំនួយពីអ្នកណាក៏ខ្ញុំមិនដឹងដែរហើយគ្រាន់តែដឹងថាផ្ទះសំណាក់ដែលខ្ញុំគេហ្នឹងគឺបន្ទប់ខាងលើហ្នឹងគឺមានតែខ្ញុំជាមួយនឹង A ទេហើយ A គេនៅបន្ទប់214ដែលគេសុំដូរខ្ញុំហើយខ្ញុំក៏គេនៅក្នុងបន្ទប់របស់ A ដែលនៅក្នុងបន្ទប់224នេះឯងហើយខ្ញុំក៏បានជួបរឿងដែលព្រឺព្រួចគួរឲ្យខ្លាចខ្លាំងមែនតើហើយជារឿងដែលខ្ញុំទើបតែជួបនៅក្នុងឆាកជីវិតដូចគ្នាលុះមកដល់ម៉ោង 5ខ្ញុំក៏បានរៀបចំមួយទឹកហើយក៏ស្លៀកពាក់រៀបចំចេញទៅក្រៅដើម្បីបំពេញបេសកកម្មបន្ថែមពេលនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ទៅលើខ្លួនឯងដែលកំពុងងូតទឹកនោះពេលដែលខ្ញុំកំពុងតែកក់សក់របស់ខ្ញុំនោះគឺជ្រុះខ្លាំងមែនតើខ្ញុំគ្រាន់តែយកដៃជោកសក់ទៅជ្រុះឡើងមួយដៃតែម្ដងបងប្អូនខ្ញុំជោក 3-4 ដងទើបអស់សក់ជ្រុះនេះអញ្ចឹងមានន័យថាយប់មិញនេះគឺខ្ញុំបានព្រឺខ្លាំងមែនតើអញ្ចឹងគឺយប់មិញនេះគឺខ្ញុំមិនបានយល់សប្តិទេវាជារឿងពិតវាជារឿងដែលខ្ញុំជួបផ្ទាល់តែម្ដងនៅក្នុងជីវិតមួយនេះបន្ទាប់ពីខ្ញុំងូតទឹកអីរួចហើយបងប្អូនខ្ញុំក៏បានរៀបចំសម្ភារៈដើម្បីរៀបចំរើចេញពីបន្ទប់នេះតែម្ដងហើយខ្ញុំរើចេញទៅម៉ោង 5 តែម្ដងរៀបចំអីវ៉ាន់ហ្នឹងគឺដាក់ចុះទៅខាងក្រោមដើម្បីបន្តបេសកកម្មរបស់ខ្ញុំបន្ថែមទៀតបន្ទាប់ពីខ្ញុំចុះទៅដល់ខាងក្រោមហើយខ្ញុំក៏បានឃើញបុគ្គលិកផ្ទះសំណាក់ហ្នឹងគេក៏អង្គុយនៅចាំខាងក្រោមដែរពេលនោះខ្ញុំក៏បានលួចសួរគេខ្លះដែរថាតើផ្ទះសំណាក់នេះមានប្រវត្តិយ៉ាងណាដែរធ្លាប់មានមនុស្សស្លាប់អីពីមុនមកអត់ឬក៏យ៉ាងណាប៉ុន្តែបុគ្គលិកផ្ទះសំណាក់គឺគេមិនហ៊ានបញ្ចេញទេបងប្អូនគេគ្រាន់តែឆ្លើយជាមួយយើងហើយអត់និយាយថាអត់ដឹងទេនិយាយជាមួយយើងប៉ុន្តែយើងក៏ដឹងក្នុងចិត្តដែរថាផ្ទះសំណាក់នេះប្រហែលជាធ្លាប់មានរឿងពីមុនមកហើយប្រហែលជាកន្លះម៉ោងក្រោយមកAក៏បានចុះមកហើយពួកយើងទាំងពីរក៏បានរៀបចំសម្ភារៈដើម្បីឡើង pass up ទៅធ្វើការបន្តទៀតកំឡុងពេលដែលខ្ញុំកំពុងតែជិះ pass up ជាមួយ A ហ្នឹងខ្ញុំក៏បានយករឿងការពីយប់មិញហ្នឹងប្រាប់ A តាមសេចរឿងកន្លងមកនេះ A គាត់មានការភ្ញាក់ផ្អើលមែនតើគាត់ក៏លោតមកថាគាត់សំណាងមែនតើដែលគាត់ដូរបន្ទប់ជាមួយខ្ញុំហើយខ្ញុំក៏ប្រាប់គាត់ថាគាត់សំណាងប៉ុន្តែខ្ញុំគឺសយធំខ្លាំងមែនតើកំពុងតែជិះ pass up ហ្នឹងពូ pass up គាត់ក៏បានស្ដាប់រឿងខ្ញុំឮគាត់ក៏បានសួរថាជុំមិញក្មួយមានរឿងអីមែន
នេះគឺជាសំណួរមួយដែលខ្ញុំចង់ដឹងពីគាត់ខ្លាំងមែនទែនថាតើគាត់ដឹងទេថាតើផ្ទះសំណាក់នេះធ្លាប់មានរឿងអ្វីពីមុនមកហើយតាមដែលខ្ញុំសួរគាត់ទៅគាត់និយាយថាផ្ទះសំណាក់នេះធ្លាប់មានរឿងពីមុនមកប៉ុន្តែរឿងអីក៏គាត់អត់ដឹងដែរគ្រាន់តែថាធ្លាប់មានភ្ញៀវទេសចរជាច្រើនដែលមកគេនៅទីនេះហើយឮគេនិយាយថាធ្លាប់មានការជួបរឿងបែបនេះរឿងបែបនោះផ្សេងជាច្រើនរូបភាពផ្សេងទៀតហើយរឿងដែលខ្ញុំបានរាយរាប់ប្រាប់គាត់ហ្នឹងគាត់ថាធ្លាប់មានភ្ញៀវទេសចរជួបដូចខ្ញុំដែរអញ្ចឹងបងប្អូននេះគឺជារឿងមួយដែលខ្ញុំជួបផ្ទាល់តែម្ដងដែលជាបទពិសោធន៍លើកទី1ហើយដែលខ្ញុំបានជួបហើយក៏សង្ឃឹមថានឹងមិនមានបទពិសោធន៍លើកទី2ទៀតចោះអរគុណបងប្អូនទាំងអស់គ្នាដែលស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់បងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរខ្លាចទេសូម comment នៅខាងក្រោមផងហើយបើសិនជាមានពាក្យពេចន៍ខុសចន្លោះអីសូមបងប្អូនខន្តីអធិស្ឋានផងហើយសូមបងប្អូនកុំភ្លេចចុច subscribe ហើយជួបខ្ញុំនៅវីដេអូក្រោយអរគុណជម្រាបលា